ក្មេងស្រីតូចម្នាក់នេះបានដឹងតាមរយៈការពេលមួយនាទីទៀតកូនស្រីចិញ្ចឹមនឹងទម្លាក់កំហុសមកលើនាងដោយការធ្វើឲ្យបែកបន្តោងខ្សែកត្បូងថ្មបុរាណរឿងទាំងអស់នេះត្រូវបាននឿជាមុនដោយម្ដាយរបស់នាងតែគាត់អាចអានចិត្តកូនស្រីរបស់គាត់តែស្ត្រីរូបនោះមិនជឿទេព្រោះកូនស្រីចិញ្ចឹមរបស់គាត់តែងតែស្ដាប់បង្គាប់និងចេះដឹងខុសត្រូវជានិច្ចនៅវិនាទីបន្ទាប់កូនស្រីចិញ្ចឹមបានចិត្តណាធ្វើឲ្យបែកបន្តោងត្បូងហើយបានចោទប្រកាន់ក្មេងស្រីតូចនោះហើយការនេះបានធ្វើឲ្យស្ត្រីនោះចាប់ផ្ដើមជឿលើសម្លេងក្នុងចិត្តរបស់កូនស្រីនោះឪពុកក៏បានមកដល់គាត់មិនខ្វល់ពីកូនស្រីបង្កើតរបស់គាត់ទេប៉ុន្តែផ្ទុយទៅវិញបែរជាសាកសួរភរិយាអំពីការដាក់ទណ្ឌកម្មកូនស្រីចិញ្ចឹមទៅវិញខណៈពេលដែលស្ត្រីនោះរៀបនឹងពន្យល់នាងក៏បានឮសម្លេងក្នុងចិត្តរបស់កូនស្រីនាងម្ដងទៀតវាបានបង្ហាញថាកូនស្រីចិញ្ចឹមនោះគឺជាខាន់ស្លារបស់ប្តីនាងនិងស្រីកំណាន់ម្នាក់បន្ទាប់មកស្ត្រីនោះក៏បានដឹងថាជនក្បត់ដែលនាងបានតាមរកអស់រយៈពេលជាច្រើនឆ្នាំមកនេះគឺជាប្តីរបស់នាងផ្ទាល់គាត់គឺជាអ្នកបង្កឲ្យគ្រួសារនាងវិនាសដើម្បីដណ្ដើមយកអំណាចដោយក្តីខឹងសម្បានាងបានសុំលែងលះនឹកស្មានមិនដល់នាងបានលើគំនិតរបស់កូនស្រីនាងម្ដងទៀតប្តីរបស់នាងបានផ្ទេរទ្រព្យសម្បត្តិគ្រួសារទាំងអស់រួចទៅហើយការលែងលះនឹងធ្វើឲ្យពួកគេគ្មានសល់អ្វីទាំងអស់នៅពេលនោះប្អូនថ្លៃស្រីក៏បានមកដល់ដោយយកតែមកជាមួយសម្លេងក្នុងចិត្តរបស់ក្មេងស្រីតូចបានលាតថ្លៃស្រីម្នាក់នេះគឺជាស្រីកំណានរបស់ឪពុកនាងហើយនាងបានដាក់ថ្នាំក្នុងតែដើម្បីធ្វើឲ្យក្មេងស្រីតូចជឿរយៈពេល3ថ្ងៃនៅពេលលើបែបនេះស្ត្រីជាម្ដាយមិនអាចទ្រាំបានទៀតទេនាងបានបង្ខំឲ្យប្អូនថ្លៃស្រីម្នាក់នោះផឹកតែដោយខ្លួនឯងបន្ទាប់ពីផឹករួចប្អូនថ្លៃស្រីនោះក៏មានអារម្មណ៍ឈឺពោះយ៉ាងខ្លាំងហើយបានចាក់ចេញទៅវិញទាំងក្តីអាម៉ាស់បន្ទាប់មកនាងនិងឪពុកបានសម្រេចចិត្តអញ្ជើញចាស់ទុំក្នុងត្រកូលដើម្បីបណ្ដេញម្ដាយនិងកូនស្រីនោះចេញតែក្មេងស្រីតូចអាចជំនះវិបត្តិនេះបានដែរឬទេ